បើព័ត៌មានទី3បើព័ត៌មានទី3នេះគឺកាលពីថ្ងៃម្សិលមិញគេបានជម្រាបជូនប្រិមត្តហើយថាលោកប្រធានាធិបតី Donald Trump បានប្រកាសថានឹងដកកងទ័ពសហរដ្ឋអាមេរិកចំនួន 5000 នាក់ចេញពីប្រទេសអាល្លឺម៉ង់ក្រោយពីមានទំនាស់ពាក្យសម្ដីជាមួយនឹងលោកអធិការបតីអាល្លឺម៉ង់លោកមកមើសបាទលោកមើសហើយបន្ទាប់ទន្ទឹមនឹងនោះគឺមានការថ្លែងថានឹងដំឡើងពន្ធគយទៅលើរថយន្តមកពីសហភាពអឺរ៉ុបពី 15% រហូតដល់ 25% ទៀតបាទដោយសារតែសហភាពអឺរ៉ុបនៅតែយឺតយ៉ាវនៅក្នុងការមិនអនុម័តកិច្ចព្រមព្រៀងស្ដីអំពីពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាតាំងពីឆ្នាំមុននៅរដូវក្តៅឆ្នាំមុនបាទឥឡូវនេះគឺទៅនៅថ្ងៃសៅរ៍នេះខាងអង្គការអូតង់ក៏ដូចជាសមាជិកព្រឹទ្ធសភារដ្ឋសភានៃគណៈបក្សសាធារណរដ្ឋបាទដែលជាគណៈបករបស់លោកប្រធានាធិបតីតែម្ដងគឺកំពុងតែស្វែងរកចម្លើយឲ្យពិតប្រាកដថាហេតុអ្វីបានជាឈានមកដល់ការសម្រេចចិត្តដូចនេះរបស់លោកប្រធានាធិបតី Donald Trump ក្នុងការដកកងកម្លាំងរបស់សហរដ្ឋអាមេរិកចេញពីតំបន់ចេញពីប្រទេសអាល្លឺម៉ង់បាទក្នុងពេលដែលមានបញ្ហាកាន់តែធ្ងន់ធ្ងរនៅក្នុងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាក៏ប៉ុន្តែបើតាមក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកវិញមន្ត្រីបញ្ចកោណវិញក៏ថាការប្រកាសដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់រហូតដល់ 5000 នាក់ហ្នឹងគឺបាទគឺជាការមួយដែលនឹងធ្វើមិនមែនភ្លាមទេគឺក្នុងពេលរយៈពេលពី6ទៅ12ខែឯណោះបាទអញ្ចឹងបានន័យថាគាត់ណាលោកបញ្ជាថ្ងៃហ្នឹងក៏ប៉ុន្តែការដកភ្លាមមិនមែនដកភ្លាមមកទាំងដល់ទេគឺអាចនឹងរហូតដល់មួយឆ្នាំពី6ខែដល់មួយឆ្នាំมันអាចដកបានដកជាជំហានបាទហើយនៅថ្ងៃនេះស្រាប់តែលោកប្រធានាធិបតីលោកថាអាចដកលើ 5000 នាក់ផងបាទអង្គការអូតង់វិញក៏បាននិយាយថាខ្លួនកំពុងតែធ្វើការជាមួយនឹងសហរដ្ឋអាមេរិកដើម្បីស្វែងយល់អំពីព័ត៌មានលម្អិតបន្ថែមទៀតអំពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងការដកទ័ពចេញពីប្រទេសអាល្លឺម៉ង់នេះហើយខាងអង្គការអូតង់គាត់បាននិយាយថាការកែសម្រួលកងកម្លាំងរបស់សហរដ្ឋអាមេរិកនេះគឺជាការមួយគូបង្ហាញថាអឺរ៉ុបឥឡូវនេះត្រូវតែបន្តវិនិយោគថវិការបស់ខ្លួនទៅលើវិស័យការពារជាតិបាទឲ្យបានកាន់តែធំជាងមុនហើយនឹងត្រូវតែបង្កើនការទទួលខុសត្រូវខាងផ្នែកសន្តិសុខរបស់ខ្លួនកាន់តែធំផងដែរនេះបើតាមការបញ្ជាក់របស់លោកស្រី Alison Hart ដែលបានសរសេរតាមបណ្ដាញសង្គម X តួលេខនៅក្នុងសារព័ត៌មាននេះបានឲ្យជាក់ច្បាស់ថាទាហានរបស់សហរដ្ឋអាមេរិកដែលឈរជើងនៅក្នុងប្រទេសអាល្លឺម៉ង់មានចំនួន 36,436 នាក់ដែលនៅក្នុងប្រទេសអាល្លឺម៉ង់បាទដែលជាសម្ព័ន្ធមិត្តរបស់អូតង់នេះបាទគិតត្រឹមថ្ងៃទី31ខែធ្នូឆ្នាំ2025បាទបើសិនជាប្រៀបធៀបទៅនឹងអ៊ីតាលីវិញគឺអ៊ីតាលីមាន12662 នាក់ទីអាមេរិកនៅនោះណាហើយនៅអេស្ប៉ាញវិញគឺមាន3814 នាក់បាទលោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អាល្លឺម៉ង់គឺលោក Boris Pistorius បានមានប្រសាសន៍នៅថ្ងៃសៅរ៍នេះថាកងកម្លាំងរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវដកចេញនោះវាជារឿងមួយដែលគេរំពឹងទុកថានឹងត្រូវកើតឡើងអញ្ចឹងទេបាទការសម្រេចចិត្តនេះគឺត្រូវបានសមាជិកនៃគណៈបករបស់លោកប្រធានាធិបតីនៅខាងរដ្ឋសភាហើយនិងព្រឹទ្ធសភាហ្នឹងគឺបានសម្ដែងនៅការងឿងឆ្ងល់ហើយនឹងហាក់ដូចជាមិនឯកភាពផងដែរគឺបើតាមលិខិតរួមគ្នាដែលចុះហត្ថលេខាដោយលោកសមាជិកព្រឹទ្ធសភា Roger Wickers ហើយនឹងសមាជិករដ្ឋសភាលោក Mike Roger បាទដែលជាប្រធានគណៈកម្មាធិការរបស់សេវាយុទ្ធសេវាបាទនៅក្នុងរដ្ឋសភានិងព្រឹទ្ធសភាចាំប្រធានគណៈកម្មាធិការខាងយុទ្ធសេវានឹងតែម្ដងទាំងនៅរដ្ឋសភាទាំងនៅព្រឹទ្ធសភាបានសរសេរលិខិតរួមគ្នាដោយបានសម្ដែងនៅការព្រួយបារម្ភនិងបញ្ជាក់ថាការដែលលោកប្រធានាធិបតីដកទ័ពចេញនេះវាជាការមួយបញ្ជូននៅសារមួយខុសឆ្គងទៅឲ្យលោក Vladimir Putin បានដឹងបាទហើយខាងសហរដ្ឋអាមេរិកក៏បានបញ្ជាក់ថាការដកកម្លាំងណាមួយក៏ដោយយើងត្រូវមើលលទ្ធភាពនឹងផងដែរពីព្រោះអីបើតាមសភារបស់សហរដ្ឋអាមេរិកពិនិត្យឃើញគឺ
អាល្លឺម៉ង់កំពុងតែធ្វើតាមអ្វីដែលសហរដ្ឋអាមេរិកចង់បានហ្នឹងគឺមានការបង្កើនថវិកាទៅលើវិស័យការពារជាតិហើយដូច្នេះការបង្កើនថវិកានេះក្តីការរៀបចំកម្លាំងនេះក្តីវាមិនមែនជារឿងមួយដែលកើតឡើងបានភ្លាមមួយរំពេចនោះទេគឺអឺរ៉ុបត្រូវការពេលវេលាបាទនេះបើតាមការបញ្ជាក់របស់សមាជិករដ្ឋសភានិងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបករបស់លោកប្រធានាធិបតីនឹងតែម្ដងដែលបានសរសេរលិខិតរួមគ្នាព័ត៌មានទី4នេះគឺជាស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនណាប្រិមិត្តមួយចំនួនចង់បានដឹងអំពីរឿងហ្នឹងខ្ញុំយកមកជម្រាបជូនបកប្រែទូរទស្សន៍ជូនប្រិមិត្តតែម្ដងបាទសេចក្តីរាយការណ៍របស់ AP បានឲ្យដឹងថាកងកម្លាំងរបស់រុស្ស៊ីឥឡូវនេះគឺកំពុងតែវាយរុលទៅមុខបន្តិចម្ដងឆ្ពោះទៅដល់ជិតទីក្រុងកូស្ទីយ៉ានីកនីវកាកូស្ទីយ៉ានទីបាទកូស្ទីយ៉ានទីនីវកាដែលនៅតំបន់ដូញ៉េតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនបាទដោយព្យាយាមបង្កើតនៅកន្លែងមួយដែលអាចនឹងឈរជើងបានយ៉ាងខ្លាំងក្លាដោយសារតែទីក្រុងនេះគឺជាទីក្រុងមួយជាផ្នែកនៃខ្សែក្រវ៉ាត់ការពារដ៏រឹងមាំរបស់ប្រទេសអ៊ុយក្រែននៅប៉ែកខាងកើតដែលរុស្ស៊ីបានចំណាយពេលអស់ជាច្រើនឆ្នាំមកហើយ4ឆ្នាំជាងហើយមិនអាចវាយទម្លុះខ្សែការពារដ៏រឹងមាំនេះបានទេប៉ុន្តែឥឡូវនេះបាទទីក្រុងមួយនឹងដែលជាផ្នែកនៃខ្សែក្រវ៉ាត់ការពារដ៏រឹងមាំនេះកំពុងតែស្ថិតក្រោមហានិភ័យហើយដោយទាហានរបស់រុស្ស៊ីចូលមកគៀកបន្តិចម្ដងគឺដោយតែជាទីក្រុងនេះដែរគឺជាទីក្រុងដែលមានការការពារដោយកងកម្លាំងរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាផងដែរក៏ប៉ុន្តែបើយោងតាមមេបញ្ជាការយោធាប្រធានយោធារបស់ខាងអ៊ុយក្រែនវិញក៏បានបញ្ជាក់ថាឥឡូវនេះគឺទាហានរបស់អ៊ុយក្រែនបានបណ្ដេញចេញបាទវាកម្លាំងរបស់រុស្ស៊ីដែលចង់មកកាន់កាប់នឹងថយទៅវិញទៅហើយដូច្នេះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីនៅក្នុងការឈរជើងនៅខាងក្រៅទីក្រុងកូស្ទីយ៉ានទីនីវកានេះគឺមិនអាចធ្វើបានទេហើយខាងអ៊ុយក្រែនក៏កំពុងតែប្រើប្រាស់តាក់ទិកដើម្បីតាមវាប្រហារតបជាមួយនឹងក្រុមធ្វើវិធានសាសនានៅក្នុងទីក្រុងផងដែរឥឡូវនេះគឺវិធានការកំពុងតែអនុវត្តនៅក្នុងទីក្រុងនេះហើយបាទហើយគឺនៅក្នុងពេលកន្លងមកនេះគឺខាងក្រសួងការពារជាតិរបស់រុស្ស៊ីវិញបាននិយាយកាលពីថ្ងៃពុធថាកងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងទៅលើទីក្រុងភូមិទូចមួយឈ្មោះថា Novo Mitrivka ដែលនៅភាគខាងជើងនៃទីក្រុងកូស្ទីយ៉ានីនីវកានឹងហើយបាទដែលបើតាមលោកអគ្គមេបញ្ជាការរបស់យោធារបស់រុស្ស៊ីគឺលោក Valery Gerasimov បាននិយាយថាបាទកងកម្លាំងរបស់រុស្ស៊ីឥឡូវនេះកំពុងតែរុលទៅមុខយឺតទៅតំបន់ភាគខាងជើងនិងភាគខាងត្បូងទីក្រុងនេះហើយបាទនេះតែពាត់ពីលើពាត់ពីក្រោមតែម្ដងដើម្បីវាយសង្គ្រប់យកទីក្រុងនេះបាទដើម្បីទម្លុះជញ្ជាំងការពារដ៏រឹងមាំរបស់អ៊ុយក្រែននៅភាគខាងកើតបាទហើយបើយោងតាមខាងរុស្ស៊ីវិញក៏បានឲ្យដឹងថាអ៊ុយក្រែនក៏បានវាយប្រហារចូលទៅក្នុងទឹកដីរបស់ខ្លួនបានយ៉ាងជ្រៅផងដែរបាទទីក្រុងដែលរុស្ស៊ីកំពុងតែព័ទ្ធនេះគឺជាតំបន់មួយដែលរុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនដកថយចេញជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ប៉ុន្តែខាងអ៊ុយក្រែនវិញគឺបាននិយាយថាខ្លួនមិនដកចេញពីទីក្រុងដែលរុស្ស៊ីវាមិនទាន់យកបាននោះទេគឺខ្លួននៅតែការពារជាប់ជានិច្ចបាទហើយក្នុងពេលប្រមាណចុងក្រោយនេះប្រមាណខែចុងក្រោយរហូតដល់ជាង1ឆ្នាំផងគឺរុស្ស៊ីមិនបានវាយកបានទីក្រុងណាដែលមានលក្ខណៈធំដុំពីអ៊ុយក្រែនមកទេក្រៅតែពីទីក្រុងប៉ុកក្រៅបាទប៉ុកក្រៅនោះគឺមានប្រជាពលរដ្ឋរស់នៅ 60000 នាក់នៅពេលមុនសង្គ្រាមហើយឥឡូវនេះគឺរុស្ស៊ីវាយកបានបាទល្បឿនទៅមុខនឹងយឺតមែនតើដែលបាទរុស្ស៊ីវាយកបានពីអ៊ុយក្រែនបាទនេះជាការវិវត្តនៅក្នុងប្រទេសអ៊ុយក្រែនណាបាទ